ចិត្តឆាយពេលនេះឯងទាំងពីរបានចេះស្ទាត់នៅជំនាញវិជ្ជាទាំងអស់ដែលគ្រូបានបង្រៀនពួកឯងហើយចិត្ត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 ឆាយចិត្តឆាយពេលនេះឯងទាំងពីរបានចេះស្ទាត់នៅជំនាញវិជ្ជាទាំងអស់ដែលគ្រូបានបង្រៀនពួកឯងហើយដូច្នេះគ្រូគិតថាកូនល្មមសមគូដែលឯងទាំងពីរត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញដែរប៉ុន្តែមុននឹងពួកឯងចេញទៅគ្រូចង់ឲ្យពួកឯងទាំងពីរនេះចូលទៅព្រៃវេទមន្តខាងក្រោយភ្នំនេះដើម្បីស្វែងរកសត្វវិញ្ញាណព្រមទាំងអាវុធប្រចាំកាយរបស់ពួកឯងត្រូវចាំថានៅក្នុងព្រៃវេទមន្តនោះពួកឯងត្រូវចាំថានៅក្នុងព្រៃវេទមន្តនោះវាមានទាំងសត្វវិញ្ញាណល្អនិងអាក្រក់អាវុធទេពល្អនិងអាវុធទេពអាក្រក់ដូច្នេះមុននឹងពួកឯងសម្រេចចិត្តថាយកសត្វវិញ្ញាណឬក៏អាវុធមួយណាឯងទាំងពីរត្រូវគិតពិចារណាឲ្យច្បាស់ព្រោះសត្វវិញ្ញាណនិងអាវុធទេពនីមួយវាមានឫទ្ធិអំណាចខុសៗគ្នាហើយក៏វាអាចនាំឲ្យពួកឯងទៅរកភាពអន្តរាយនិងភាពរីកចម្រើនបានដែរបាទលោកគ្រូពួកខ្ញុំដឹងហើយរីកចម្រើនបានដែរបាទពួកខ្ញុំទៅហើយណាលោកគ្រូបើអញ្ចឹងពួកឯងចូលទៅក្នុងព្រៃនោះចុះ
បាទលោកគ្រូពួកឯងទៅរកភាពអន្តរាយនឹងពុទ្ធស្ទាយពួកឯងសម្រេចចិត្តថាយកសត្វវិញ្ញាណឬក៏អាវុធមួយណាឯងទាំងពីរត្រូវគិតពិចារណាឲ្យច្បាស់ព្រោះសត្វវិញ្ញាណនឹងអញ្ចឹងពួកខ្ញុំទៅហើយណាលោកគ្រូបើអញ្ចឹងគ្រូពួកខ្ញុំដឹងហើយអញ្ចឹងពួកខ្ញុំទៅហើយណាលោកគ្រូបើអញ្ចឹងពួកឯងចូលទៅក្នុងព្រៃនោះចុះឯងទៅរកភាពអន្តរាយនិងភាពរីកចម្រើនបានដែរបាទលោកគ្រូពួកខ្ញុំបាទលោកគ្រូពួកខ្ញុំដឹងហើយអញ្ចឹងពួកខ្ញុំទៅហើយណាលោកគ្រូអញ្ចឹងពួកខ្ញុំទៅហើយណាលោកគ្រូបើអញ្ចឹងពួកឯងចូលទៅក្នុងព្រៃនោះចុះបើអញ្ចឹងពួកឯងចូលទៅក្នុងព្រៃនោះចុះបាទលោកគ្រូពួកខ្ញុំដឹងហើយអញ្ចឹងពួកខ្ញុំទៅហើយណាលោកគ្រូបើអញ្ចឹងពួកឯងចូលទៅក្នុងព្រៃនោះចុះចិត្តអាឆាយពេលនេះឯងទាំងពីរបានចេះស្ទាត់នៅជំនាញវិជ្ជាទាំងអស់ដែលគ្រូបានបង្រៀនពួកឯងហើយដូច្នេះគ្រូគិតថាកូនល្មមសមគូដែលឯងទាំងពីរត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញដែរប៉ុន្តែមុននឹងពួកឯងចេញទៅ
គ្រូចង់ឲ្យពួកឯងទាំងពីរនេះចូលទៅព្រៃវេទមន្តខាងក្រោយភ្នំនេះដើម្បីស្វែងរកសត្វវិញ្ញាណព្រមទាំងអាវុធប្រចាំកាយរបស់ពួកឯងត្រូវចាំថានៅក្នុងព្រៃវេទមន្តនោះវាមានទាំងសត្វវិញ្ញាណល្អនិងអាក្រក់អាវុធទេពល្អនិងអាវុធទេពអាក្រក់ដូច្នេះមុននឹងពួកឯងសម្រេចចិត្តថាយកសត្វវិញ្ញាណឬក៏អាវុធមួយណាឯងទាំងពីរត្រូវគិតពិចារណាឲ្យច្បាស់ព្រោះសត្វវិញ្ញាណនិងអាវុធទេពនីមួយៗវាមានឫទ្ធិអំណាចខុសៗគ្នាហើយក៏វាអាចនាំឲ្យពួកឯងទៅរកភាពអន្តរាយនិងភាពរីកចម្រើនបានដែរ បាទលោកគ្រូពួកខ្ញុំដឹងហើយអញ្ចឹងពួកខ្ញុំទៅហើយណាលោកគ្រូ បើអញ្ចឹងពួកឯងចូលទៅក្នុងព្រៃនោះចុះ